ប្រហែលមានតែខ្ញុំបាទទេដែលធ្វើការទៅស៊ីម៉ងស៊ីដៃវារមាស់ហ្នឹងហើយបងប្អូននេះជាសកម្មភាពខ្លះៗដែលយើងធ្វើការកន្លងមកវាជាឧបសគ្គប៉ុន្តែយើងត្រូវតែធ្វើព្រោះយើងមានកាតព្វកិច្ចដើម្បីធ្វើវាហើយសកម្មភាពទាំងនេះគឺជាការងារដែលធ្វើកន្លងមកសួរថាការងារអីក៏មានតម្លៃដែរឲ្យតែយើងឆ្លៀតធ្វើហើយនេះជាការងារបន្ថែមម៉ោងបន្តិចបន្តួចបានលុយ200,000ទៅខ្លួនចាយទិញម្ហូបអីអញ្ចឹងទៅដូចជាក់ស្ដែងបងប្អូនការងារសប្តាហ៍ថ្ងៃពិបាករកមែនទែនហើយបើស្អីយើងរកការងារបានហើយយើងក៏ធ្វើវាទៅជៀសវាងយើងទំនេរតែការធ្វើការរបស់យើងដឹងតែមានឧបសគ្គហើយពេលខ្លះមានក្តៅមានភ្លៀងអញ្ចឹងទៅហើយពេលខ្លះក៏យើងសុខភាពមិនអំណោយទានឈឺស្កាត់យប់លុបក៏យើងមើលមិនដឹងដែរអញ្ចឹងហើយចូលយើងឆ្លាញ់ខ្លួនឯងច្រើននឹងហើយបងប្អូនការងារវាល្អឲ្យតែយើងធ្វើខ្លាចតែយើងមិនធ្វើតែសំខាន់សួរថាការងារហ្នឹងយើងធ្វើទៅបានផលអត់បានប្រយោជន៍មួយយើងវិញអត់ដូចជាស្ដែងការងារខ្លះយើងធ្វើអស់ពីចិត្តមែនប៉ុន្តែអត់បានលុយឬក៏បានលុយពិបាកយកដកលុយចេញពីម្ចាស់ផ្ទះឬក៏ម្ចាស់គម្រោងអីចឹងទៅហើយយើងក៏អស់អារម្មណ៍នឹងធ្វើវាបន្តព្រោះថាការងារវាលំបាកមែនទេអញ្ចឹងអាការងារលំបាកយើងអាចទ្រាំបានប៉ុន្តែពេលខ្លះការទ្រាំរបស់យើងគឺត្រូវស៊ីអត់ស៊ីឃ្លានបងប្អូនដូចពេលខ្លះអីមានមីពងទាអំបិលម្ទេសអីចឹងទៅដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃម្ហូបរួចមកពេលដើម្បីរស់បន្តទៀតដើម្បីយើងមានអាហារហូបដើម្បីធ្វើការថ្ងៃស្អែកធ្វើម៉េចបងប្អូនយើងជីវិតរបស់យើងមានតែប៉ុណ្ណឹងបើយើងមិនស៊ូឲ្យណាមកស៊ូជាមួយយើងតែសំខាន់ស៊ូថាយើងស៊ូបានប៉ុន្មានពេលខ្លះបងប្អូនថ្ងៃនេះមានឧបសគ្គស្អែកឡើងក្រោកឡើងជួបឧបសគ្គម្ដងទៀតអញ្ចឹងហើយបងប្អូនគិតទៅមនុស្សយើងតើឆ្លងកាត់បែបហ្នឹងដូចក្នុងវីដេអូនេះខ្ញុំបានថតកាលពីល្ងាចភ្លៀងវស្សាយើងធ្វើការទៅភ្លៀងយើងធ្វើអកើតអញ្ចឹងទៅដល់ព្រឹកឡើងបើកភ្នែកឡើងភ្លៀងទៀតហើយនេះជាឧបសគ្គមែនទែនហើយសង្ឃឹមខែថ្មីឆ្នាំថ្មីនេះខែ3ថ្ងៃទី1នេះសង្ឃឹមបងប្អូននឹងរកអ្វីដែលថ្មីសម្រាប់ខ្លួនយើងដើម្បីជាគោលដៅបន្តទៅមុខទៀតយើងស្រឡាញ់អីធ្វើនឹងយើងចូលចិត្តអីធ្វើនឹងកុំបានត្រឹមតែស្រមៃយើងត្រូវធ្វើផងក្តីសម័យមនុស្សណាក៏មានដែរប៉ុន្តែក្តីសម័យរបស់យើងអត់ខុសទេបើស្អីយើងធ្វើខ្ញុំចាំបានពាក្យមួយថាស៊ូស្លាប់នឹងការងារមិនដេកស្លាប់ក្នុងរឹងពាក្យនេះខ្ញុំរីម៉ាញដល់បងប្អូនមែនទេសង្ឃឹមបងប្អូននឹងយល់ហ្នឹងហើយបងប្អូនវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងទេសង្ឃឹមបងប្អូននឹងជួយចិត្តគ្រប់ស្រឡាញ់ទាំងអស់គ្នាអរគុណនិងសូមគោរពលា